រដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពបញ្ជាឲ្យព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ករណីផ្ដន្ទាទោសអតីតនាយកការិយាល័យភស្តុភារដាក់ពន្ធនាគារ3ឆ្នាំអនុវត្តទោស1ឆ្នាំទោសនៅសល់ព្យួរឯកឧត្តមការរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពបានធ្វើអធិបញ្ជាឲ្យព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ចំពោះសាលក្រមសាលាដំបងរាជធានីភ្នំពេញដែលសម្រេចផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះហ៊ុនហេងភេទប្រុសអាយុ61ឆ្នាំដាក់ពន្ធនាគារកំណត់រយៈពេល3ឆ្នាំដោយទោសនេះត្រូវអនុវត្តទោសនៅក្នុងពន្ធនាគាររយៈពេល1ឆ្នាំទោសសល់ពីនេះត្រូវព្យួរនិងពិន័យជាប្រាក់ចំនួន4លានរៀលពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់និងរបួសអ្នកដទៃប្រព្រឹត្តនៅចំណុចក្រសួងវប្បធម៌និងវិចិត្រសិល្បៈមហាវិថីព្រះនរោត្តមភូមិ10សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញកាលពីថ្ងៃទី15ខែឧសភាឆ្នាំ2025គួរបញ្ជាក់ឡើងវិញថាការផ្ដន្ទាទោសអតីតនាយកការិយាល័យភស្តុភារផឹកស្រវឹងបើកបរបុកស្លាប់និងរបួសដាក់ពន្ធនាគារ3ឆ្នាំអនុវត្តទោស1ឆ្នាំទោសនៅសល់ព្យួរកាលពីរសៀលថ្ងៃទី14ខែតុលាឆ្នាំ2025សាលាដំបងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះហ៊ុនហេងភេទប្រុសអាយុ61ឆ្នាំអតីតនាយកការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដាក់ពន្ធនាគារកំណត់3ឆ្នាំតែតម្រូវឲ្យអនុវត្តទោសក្នុងពន្ធនាគារ1ឆ្នាំទោសនៅសល់ព្យួរនិងពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន4លានរៀលពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់និងរបួសអ្នកដទៃសាលក្រមប្រកាសជាសាធារណៈដោយលោកតបឈុនសុងចៅក្រមជំនុំជម្រះសាលាដំបងរាជធានីភ្នំពេញនិងលោកលឹមប៊ុនហេងព្រះរាជអាជ្ញារងតំណាងអัยការចំពោះមុខជនជាប់ចោទនិងមេធាវីការពារតាមផ្លូវច្បាប់សាលក្រមបានបើកផ្លូវនិងទុកពេលតាមការកំណត់សម្រាប់ភាគីណាមួយប្តឹងឧទ្ធរណ៍បើមិនសុខចិត្តចំពោះការកាត់ក្តីនេះសំណុំរឿងខាងលើនេះត្រូវបានតុលាការលើកយកមកបើកសវនាការជំនុំជម្រះក្តីកាលពីព្រឹកថ្ងៃទី8ខែតុលាឆ្នាំ2025ហើយបានលើកយកមកប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទនៅរសៀលថ្ងៃទី14ខែតុលាឆ្នាំ2025សូមជម្រាបថានារសៀលថ្ងៃទី17ខែឧសភាឆ្នាំ2025សាលាដំបងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់និងរបួសអ្នកដទៃដោយមានខ្លឹមសារដូចតទៅអ្នកនាំពាក្យសាលាដំបងរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបដល់សាធារណជនជ្រាបថានៅថ្ងៃទី17ខែឧសភាឆ្នាំ2025សាលាដំបងរាជធានីភ្នំពេញបានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ2707ចុះថ្ងៃទី17ខែឧសភាឆ្នាំ2025ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក Luxus OX 400H ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2AQ 2288បើកបរនៅក្នុងស្ថានភាពស្រវឹងនិងមានជាតិអាល់កុល 0.35 មីលីក្រាមនៅក្នុង1លីត្របានបុកម៉ូតូកង់3ចំនួន3គ្រឿងម៉ូតូចំនួន1គ្រឿងនិងរថយន្តចំនួន1គ្រឿងបណ្តាលឲ្យស្លាប់ចំនួនមនុស្ស1នាក់និងរងរបួសចំនួន5នាក់នៅក្នុងករណីនេះជនត្រូវជាប់ចោទគឺមានឈ្មោះហ៊ុនហេងភេទប្រុសអាយុ61ឆ្នាំត្រូវបានចោទពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់របួសអ្នកដទៃនិងបើកបរនៅក្នុងស្ថានភាពស្រវឹងប្រព្រឹត្តនៅចំណុចក្រសួងវប្បធម៌និងវិចិត្រសិល្បៈលើមហាវិថីព្រះនរោត្តមភូមិ10សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញកាលពីថ្ងៃទី15ខែឧសភាឆ្នាំ2025បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្ដន្ទាទោសតាមមាត្រា83កថាខណ្ឌទី2ចំណុចខចំណុចកនិងមាត្រា85កថាខណ្ឌទី2ចំណុចខនិងចំណុចកនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបន្ទាប់ពីមានការសួរចម្លើយជនត្រូវចោទនិងពិនិត្យភស្តុតាងចៅក្រមស៊ើបសួរសម្រាប់ឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទឈ្មោះហ៊ុនហេងដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ចំពោះករណីបើកបរនៅក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់និងរបួសអ្នកដទៃតុលាការបាននឹងបន្តអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនិងម៉ឺងម៉ាត់ដោយពុំមានការលើកលែងសូមបញ្ជាក់ថាលោកហ៊ុនហេងបានបើកបររថយន្តបុករះពីក្រោយបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ត្រូវបានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី17ខែឧសភាព្រមទាំងអនុវត្តនៅបទពិន័យនគរបាលជាតិបណ្ដេញចេញពីក្របខ័ណ្ឌផងដែរនេះបើតាមឧត្តមស្នេហ៍តូជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ
លោកស្នងការនគរបាលជួននរិនបានសរសេរលើបណ្ដាញសង្គមយ៉ាងដូចនេះថាខ្ញុំបាទសូមគោរពជូនមហាជនមេត្តាជ្រាបថាប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនលើករណីគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី15ខែឧសភាឆ្នាំ2025មុខក្រសួងមហាផ្ទៃធ្វើឲ្យមានអ្នករបួសធ្ងន់ស្រាលនិងបាត់បង់ជីវិតបង្កឡើងដោយនគរបាលរាជធានីភ្នំពេញឈ្មោះហ៊ុនហេងខ្ញុំសូមជម្រាបជូនថាភ្លាមខ្ញុំបាទបញ្ជាឲ្យជំនាញនិងមូលដ្ឋានចុះដល់កន្លែងកើតហេតុគឺចាត់ចែងឃាត់ខ្លួនអ្នកបង្កសង្គ្រោះអ្នករបួសនិងរៀបចំសណ្ដាប់ធ្នាប់សូមមហាជនជ្រាបថាច្បាប់គឺមិនមែនបានបែងចែកវណ្ណៈនោះទេគឺអនុវត្តដូចគ្នាស្មើភាពគ្នាខ្ញុំមិនដែលលើកលែងទេលោកបានបញ្ជាក់ទៀតថាពេលនេះលោកហ៊ុនហេងបានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះព្រមទាំងអនុវត្តនៅបទពិន័យនគរបាលជាតិបណ្ដឹងចេញពីក្របខ័ណ្ឌផងដែរសូមជម្រាបថាការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺលោកវរៈសេនីយ៍ឯកហ៊ុនហេងបានបើកបរថយន្តបុករះពីក្រោយវេលាម៉ោង2រសៀលថ្ងៃទី15ខែឧសភាឆ្នាំ2025ចំណុចស្តុបក្រសួងមហាផ្ទៃតាមបណ្ដោយមហាវិថីព្រះនរោត្តមសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញដោយជនបង្កបើករថយន្តនៅក្នុងល្បឿនលឿនបុករះនៅលើម៉ូតូកង់3និងរថយន្តបណ្ដាលឲ្យមានអ្នកស្លាប់ម្នាក់ភ្លាមតាមប្រភពព័ត៌មានដែលទទួលបានពីជនបង្កបានចេញពីផឹកស៊ីនៅសង្កាត់វាស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញលោកសាក់5ហ៊ុនហេងជាប្រធានការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកបុកបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងចំណោមជនរងគ្រោះជាច្រើនអ្នកដែលរងរបួស